សួស្តីអ្នកទាំងអស់គ្នានេះខ្ញុំគឺជាទីណែខ្ញុំឈ្មោះខៃទៅតូចនិងខ្ញុំឈ្មោះជាស្រីនេះខ្ញុំឈ្មោះជារីណាខ្ញុំឈ្មោះជាស៊ីវ៉នខ្ញុំឈ្មោះច័ន្ទស៊ីម៉ុនដែលរៀននៅឆ្នាំទី3ដែលមកពីមហាវិទ្យាល័យសង្គមសាស្ត្រនិងមនោសាស្ត្រដែលមានកិច្ចការស្រាវជ្រាវអំពីប្រាសាទនគរបាជ័យនៅខេត្តកំពង់ចាមដែលបង្រៀនដោយលោកគ្រូនៃជារងទីតាំងភូមិសាស្ត្រប្រាសាទនគរបាជ័យប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ2គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមតែបើធ្វើដំណើរពីភ្នំពេញទៅប្រាសាទនគរបាជ័យនេះមានចម្ងាយសរុប122គីឡូម៉ែត្រប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងឃុំអំពៅស្រុកកំពង់សៀមខេត្តកំពង់ចាមប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ឈរទប់ទ្រផ្តែរប្រាសាទបានយ៉ាងល្អដែលរហូតមកដល់ឥឡូវនេះស្ថានភាពប្រាសាទនៅរឹងមាំល្អសម្រាប់ការទស្សនាកម្សាន្តនិងបានបន្សល់ទុកនៅផ្ទាំងសិលាចារឹកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់ចំណុចទី2គឺនិយាយអំពីប្រវត្តិប្រាសាទនគរបាជ័យប្រាសាទនគរបាជ័យជាប្រាសាទបុរាណមួយដែលបានកសាងឡើងពីថ្មបាយក្រៀមនិងថ្មភក់នៅចុងសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7ដែលជារចនាបថបាយ័នបន្ទាប់មកនៅសម័យកណ្ដាលរវាងសតវត្សទី16និងទី17មានព្រះរាជាមួយព្រះអង្គផ្សេងទៀតបានរៀបចំប្រាសាទនគរបាជ័យនេះឡើងវិញឲ្យទៅជាទីវត្តអារាមនៃពុទ្ធសាសនាហិនយានព្រមទាំងកសាងនៅសំណង់ថ្មីមួយរួមមានព្រះវិហារនិងកែប្រែប្រាង្គកណ្ដាលរបស់ប្រាសាទទៅជាចេតិយដែលមានសភាពដូចសពថ្ងៃយោងតាមបញ្ជីឈ្មោះបែងចែកប្រាសាទបុរាណស្ពានបុរាណមន្ទីរពេទ្យបុរាណនៅតាមរាជធានីខេត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហាញថាដំបូងឡើយប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសចំពោះពុទ្ធសាសនាមហាយានលុះក្រោយមកក្នុងរាជ្យស្ដេចបន្ទាប់ប្រាសាទនេះត្រូវបានកែតម្រូវតាមសាសនាថ្មីដែលព្រះរាជាអង្គនោះគោរពបូជាគឺព្រហ្មញ្ញសាសនាប្រាសាទនគរបាជ័យក៏មានរឿងព្រេងមួយដ៏គួរឲ្យចាប់អារម្មណ៍ដែលមានចេតិយនិងខ្ទមអ្នកតាជាភស្តុតាងទៀតផងរឿងនេះសង្ខេបដោយខ្លីគឺមាន2នាក់ប្តីប្រពន្ធមានកូនប្រុសមួយពេលយកទៅងូតទឹកនៅទន្លេមិនប្រយ័ត្នក៏របូតដៃធ្លាក់កូននោះចូលទៅក្នុងទឹកប៉ុន្តែស្រាប់តែមានត្រីធំមួយពាំយកទារកនោះទៅត្រីនោះត្រូវបានអ្នកនេសាទចិនបានចាប់យកទៅថ្វាយស្ដេចព្រោះឃើញត្រីនោះធំចម្លែកពេលវះពោះត្រីនោះក៏បែរជាឃើញទារកនោះនៅមានជីវិតហើយស្ដេចចិនក៏យក
ទុកជាកូនចិញ្ចឹមកុមារនោះលុះធំឡើងក៏មានតម្រេះខ្ពង់ខ្ពស់និងរូបសម្បត្តិល្អក៏សួរស្ដេចពីប្រវត្តិដើមរបស់ខ្លួនលុះបានដឹងហេតុអស់ហើយក៏សូមឪពុកចិញ្ចឹមទៅតាមរកឪពុកម្ដាយបង្កើតនៅស្រុកខ្មែរវិញលុះមកដល់ក៏សូមសំណាក់នៅផ្ទះម្ដាយបង្កើតខ្លួនយូរទៅដោយពុំបានដឹងក៏បានរួមរស់ជាមួយម្ដាយខ្លួនក្រោយមកពេលដែលចៅនោះដឹងហេតុក៏សំពះសុំខមាទោសពីម្ដាយឯម្ដាយក៏បង្គាប់ថាឲ្យធ្វើចេតិយមួយពេលដែលម្ដាយស្លាប់ទៅហើយឲ្យគេជួយសង់រូបកូនសំពះចេតិយម្ដាយពេលដែលកូនស្លាប់ទៅដែរឲ្យបានគ្រប់ 5000 ឆ្នាំទើបរួចផុតពីកម្មពៀរទាំងនោះចំពោះចៅនោះដោយមានចំណេះដឹងខ្ពង់ខ្ពស់ក៏បានឡើងធ្វើជាគ្រូអាចារ្យនៅភូមិស្រុកនោះហើយក៏បានបញ្ជាឲ្យសិស្សគណៈសាងសង់តាមបណ្ដាំរបស់ម្ដាយលុះពេលលោកស្លាប់ទៅសិស្សគណៈក៏សាងសង់រូបលោកសំពះទៅកាន់ចេតិយនោះទៅហើយឈ្មោះលោកក៏បានត្រូវគេហៅថាតាព្រំវិញឯម្ដាយលោកគេហៅថាយាយពៅរហូតមកដល់សពថ្ងៃនេះនៅក្នុងកំពែងជាន់ទី2មានវិហារស៊ីម៉ងមួយដែលគេហៅថាវិហារយាយពៅឯវិហារតាព្រំគឺស្ថិតនៅឯកំពែងជាន់ទី1មានលក្ខណៈតាមបែបចិនលាយនឹងខ្មែរផងដែរឯចេតិយនៅក្នុងរូបនេះគឺជាចេតិយដែលអ្នកស្រុកជឿថាជាចេតិយយាយពៅនេះឯងដែលឡែកលក្ខណៈចម្លែកមួយទៀតនោះគឺក្នុងដីប្រាសាទតែម្ដងគឺមានវត្តពីរមួយគេហៅថាវត្តនគរបាជ័យក្រៅនៅភាគអាគ្នេយ៍ប្រាសាទនិងមួយទៀតគឺវត្តនគរបាជ័យក្នុងដែលមានភាគពាយ័ត្នប្រាសាទចូលមកដល់ប្លង់ប្រាសាទនៅនគរបាជ័យចំពោះប្លង់ប្រាសាទនៅនគរបាជ័យដែលមានប្លង់ប្រាសាទជារាងចតុកោណដែលបែរមុខទៅទិសខាងកើតដែលមានបណ្ដោយពីលិចទៅកើតប្រមាណជាង421គីឡូម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រមាណជាង371គីឡូម៉ែត្រឥឡូវយើងមកមើលកំពែងប្រាសាទទី4វិញម្ដងនៅខ្លោងទ្វារចូលទិសខាងកើតដែលយើងឃើញថាមានស្រះទឹកអមសងខាង2ដែលនៅខាងឆ្វេងនិងនៅខាងស្ដាំដៃចូលមកដល់កំពែងទី2ក៏មានការសង់ផាវផងដែរចំពោះប្រាសាទនៅនគរបាជ័យនេះគឺមានកំពែង4ជាន់ហើយនៅកំពែងទី1មានការសង់អំពីផាវដែលជាប់ជាមួយនឹងទូប៉មទាំង4ជ្រុងហើយនៅចំណុចកណ្ដាលបរិវេណនៅក្នុងប្រាសាទនគរបាជ័យមានទូប៉មមួយនិងហោតៃ2នៅខាងជើងនិងខាងត្បូងនៃព្រះវិហារចំណែកឯសម្ភារៈដែលសាងសង់ប្រាសាទនគរបាជ័យវិញគឺសាងសង់ដោយស្ថាបត្យកម្មខ្មែរដែលមានសម្ភារៈសំខាន់ដូចជាឥដ្ឋថ្មនិងឈើហើយសម្ភារៈសំខាន់សម្រាប់សាងសង់ប្រាសាទនគរបាជ័យមានពីរសំខាន់ថ្មនិងឈើចំណែកឯថ្មមានពីរប្រភេទថ្មបាយក្រៀមនិងថ្មបាយភក់ចំពោះថ្មបាយក្រៀមវិញគេយកប្រើប្រាស់ការពារកំពែងនិងផាវចំណែកឯថ្មភក់វិញត្រូវបានគេកសាងសម្រាប់ការពារទូប៉មផ្តែរសសរបង្អួចហោងជាងនិងចម្លាក់រូបបដិមាផ្សេងទៀតផងចំណែកឯសម្ភារៈដែលកសាងអំពីឈើវិញគឺមានការបែកបាក់អស់ទៅហើយចំពោះវិហារកសាងអំពីឈើប៉ុន្តែត្រូវបានបែកបាក់អញ្ចឹងហើយនៅក្នុងសម័យអាណានិគមបារាំងវិហារថ្មនេះត្រូវបានជំនួសដោយឈើវិញសម្រាប់ចំណុចបន្ទាប់ដែលរៀបរាប់អំពីប្រាសាទនគរបាជ័យនោះគឺហោជាងជាដំបូងមុននឹងរៀបរាប់អំពីហោជាងនីមួយៗយើងមកពន្យល់អំពីប្រភេទនៃហោជាងប្រាសាទគឺជាផ្នែកមួយដែលស្ថិតនៅលើផ្តែរដែលធ្វើអំពីឥដ្ឋតម្រិបពីលើគ្នាជួនកាលជាថ្មភក់ដាក់រិបបន្ទប់លើគ្នាយ៉ាងជិតល្អនៅលើហោជាងមានចម្លាក់លម្អផ្សេងជាពិសេសក្បាច់រឿង
នៅមានរចនាសម្ព័ន្ធផ្សេងទៀតដែលមានលក្ខណៈបន្តបន្សំដូចជាជណ្ដើរកម្មជណ្ដើរកម្រាលពិដានដែលសាងឡើងអំពីថ្មបាយគ្រីមនិងឥដ្ឋនិងថ្មភក់ផងដែរចុះមកដល់ចំណុចសំខាន់នោះគឺហោជាងប្រាសាទនគរបាជ័យគឺជារចនាបថបាយ័នយើងមានកំណត់ទៅលើហោជាង4ទី1នោះគឺដងក្តារហោជាងដែលមានចម្លាក់គឺជានាគដែលរុំព័ទ្ធចូលក្នុងចេញក្រៅដែលបង្កើតនាគនៅជុំវិញក្តារហើយចូលមកដល់ផ្នែកទី2សងខាងនៅចុងហោជាងដែលមានរាងជាក្បាលនាគរូបរាងធំដែលមានរចនាជាច្រើននៅចុងក្តារផងដែរចូលមកដល់ផ្នែកទី3បរិវេណនៅខាងក្នុងមានក្បាច់រចនាដែលត្រូវបានគេនិយាយអំពីចម្លាក់រឿងផ្សេងស្ថាបត្យករដែលនៅប្រាសាទនគរបាជ័យឆ្លាក់ជាចម្លាក់លៀនផងដែរចូលមកដល់ផ្នែកទី4ធ្នឹមហោជាងយើងមកមើលផ្នែកសងខាងនៃធ្នឹមដែលមានរាងស្ដួចខាងចុងហើយចំណុចសំខាន់ដែលនៅប្រាសាទនគរបាជ័យនោះគឺសសរពេជ្រដែលស្ថិតនៅនគរបាជ័យសសរពេជ្រដែលយើងមើលឃើញនៅផ្នែកខាងក្រោមឆ្លាក់ជារូបរាងការ៉េហើយការឆ្លាក់ជារាងការ៉េនេះយើងដែលត្រូវបានគេឆ្លាក់ជាចម្លាក់2នោះគឺជាចម្លាក់ទី1ការឆ្លាក់ជារូបរាងប្រាសាទចម្លាក់ទី2ការឆ្លាក់ជារូបរាងមនុស្សហើយយើងចូលមកដល់តួនៃសសរពេជ្រយើងឃើញជាក្បាច់រង្វង់ហើយក្បាច់រង្វង់នេះមានទំហំប៉ុនគ្នាដែលធ្វើឲ្យយើងមើលនឹងភ្នែកថាតួនៃសសរពេជ្រមួយណាជាមួយភាគ2មួយណាជាមួយភាគ4ហើយមួយណាជាមួយភាគ8បាននោះទេហើយសរុបមកដែលនៅខាងក្នុងដងក្តារនៅចុងដងក្តារដែលស្ថិតនៅប្រាសាទនគរបាជ័យដែលបានសាងសង់ឡើងអំពីបង្ហាញចម្លាក់លក្ខណៈដែលស្ថិតនៅបែបរចនាបថបាយ័នហើយប្រាសាទនគរបាជ័យហោជាងដែលនៅប្រាសាទនគរបាជ័យដែលឆ្លាក់ហោជាងមិនត្រឹមតែនៅលើថ្មភក់នោះទេគឺស្ថាបត្យករបានឆ្លាក់ហោជាងនៅលើថ្មបាយក្រីមផងដែរចំណុចទី5គឺបរមាស្ថិតនៅក្នុងប្រាសាទនគរបាជ័យស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងសំអាងទៅលើហេតុផលនានាដូចជាគឺបរិមាណភាគច្រើននៅក្នុងប្រាសាទនគរបាជ័យគឺត្រូវបានគេធ្វើឡើងមិនសូវនិយមធ្វើក្បាច់មកុដនោះទេហើយបរិមាណទាំងនោះគឺជាប់ទៅនឹងពុទ្ធសាសនាមហាយានបើយើងសង្កេតមើលឲ្យច្បាស់ទៅយើងនឹងឃើញថាបរិមាណនោះគឺមានមកុដដែលត្រូវបានគេធ្វើឡើងជារាងសាយជីមិនសូវស្រួចប៉ុន្មានទេចំពោះមុខមាត់បរិមាវិញគឺយើងឃើញថាមុខមានលក្ខណៈឆ្ញេញចិញ្ចាំដាច់ពីគ្នាជ្រុំមកស្រួចមាត់ញញឹមដែលគេហៅថាការញញឹមបែបបាយ័នរីឯរូបរាងបរិមាវិញគឺយើងឃើញថាគឺផ្នែកខាងលើមានលក្ខណៈទួយជាងផ្នែកខាងក្រោមដែលយើងឃើញថាផ្នែកខាងក្រោមមានទំហំធំមើលទៅមមដែលធ្វើយ៉ាងនេះស្ថាបត្យករមានបំណងចង់ឲ្យបរិមាណនោះមានលក្ខណៈរឹងមាំជាងមុនសម្រាប់ការស្លៀកពាក់វិញបរិមាណនៅក្នុងប្រាសាទនគរបាជ័យគឺគេស្លៀកសម្លៀកបំពាក់ឲ្យបរិមាណប្រុសវិញគឺ
បរមាប្រត្រូវបានជងក្បិនត្រឹមកំភ្លើដែលមានលំអទៅដល់ខ្សែក្រវ៉ាត់ធំនិងមានជាយសម្ពួនរាងជាកន្ទុយត្រីទម្លាក់មកក្រោមរីឯបរមាស្រីវិញគឺគេធ្វើឡើងដោយឲ្យបរមាស្រីជាយសម្ពួនហូតពីពេងដែលមានរាងដែលមានជាយសម្ពួនជាទូទៅមាន3គឺសម្ពួនទី1ជាយសម្ពួនដែលនៅផ្នែកខាងមុខដែលជាយសម្ពួននោះគឺមានរាងទួចកណ្ដាលដែលផ្នែកខាងចុងមានលក្ខណៈស្រួចជាបន្ទាប់ដែលត្រូវបកស្រាយអំពីចំណុចទី6ដែលតាក់ទងទៅនឹងផ្តែរនៅគោបារៈទី2នៃទិសខាងត្បូងយើងសង្កេតឃើញមានផ្តែរមួយផ្ទាំងដែលយើងអាចសន្និដ្ឋានបានថាជាផ្តែរស្ថិតនៅក្នុងរចនាបថបាយ័នដោយសំអាងហេតុផលមួយចំនួនដោយចំណុចទី1យើងសង្កេតឃើញទៅលើរូបព្រះកាលដែលព្រះកាលនៅក្នុងរចនាបថបាយ័ននេះគឺមានលក្ខណៈខុសប្លែកពីរចនាបថមុនត្រង់ថាគេនិយមធ្វើព្រះកាលគឺមានចង្កូមនៅត្រង់គែមមាត់រីឯកម្រងមែកឈើនិងមុខព្រះកាលគឺធ្លាក់មកក្រោមខ្លាំងគឺមាត់ព្រះកាលធ្លាក់ដល់គែមក្រោមនៃផ្តែរចំណែកឯនៅលើព្រះកាលគឺយើងឃើញមានរូបបុគ្គលនៅក្នុងដោយជំនួសដោយរឿងក្នុងព្រះពុទ្ធសាសនាមហាយានពីព្រោះតែរចនាបថបាយ័នគឺភាគច្រើនបម្រើទៅដល់ព្រះពុទ្ធសាសនាបែបមហាយានអាចនឹងថាជាបែបសាសនាហិណ្ឌូក៏ប៉ុន្តែគឺមានតិចតួចខ្លាំងមែនទែនបើយើងក្រឡេកទៅមើលកម្រងមែកឈើវិញយើងនឹងឃើញមានលំអក្បាច់ស្លឹកឈើរាងដូចជាទំពក់លើក្រោមចំណុចមួយទៀតដែលយើងត្រូវមើលនោះគឺមើលទៅលើក្បាច់រំយោលដែលក្បាច់រំយោលនេះគឺមានទំហំខាន់ត្រង់ចំណុច1/4នៃផ្តែរដែលយើងឃើញមានថាក្បាច់រំយោលនេះមាននៅក្នុងសិល្បៈខ្មែរចាប់តាំងពីសតវត្សទី9ពោលគឺមានចាប់តាំងពីរចនាបថព្រះកាលតមកដែលរហូតមកដល់រចនាបថបាយ័នគឺយើងឃើញនៅតែមានចំណែកឯផ្តែរមួយនេះស្ថិតនៅក្នុងរចនាបថបាយ័នដូចគ្នាប៉ុន្តែស្ថិតនៅក្រុមផ្សេងទៀតដែលក្រុមមួយនេះយើងអាចនិយាយបានថាទទួលឥទ្ធិពលឬក៏បន្តធ្វើពីរចនាអង្គរវត្តដែលយើងបានដឹងហើយថានៅចុងរចនាអង្គរវត្តគឺគេលែងនិយមធ្វើជារាងកម្រងមែកឈើទៀតហើយដែលគេជំនួសវិញដោយធ្វើជារចនាស្លឹករាងគ្នាជាជួរហើយដែលម្ខាងមានរាងជាអក្សរខនិងម្ខាងទៀតមានរាងជាអក្សរតបន្ទាប់មករហូតចុងរចនាបថបាយ័នគឺវាវិវត្តទៅជាអក្សរតនិងខមកជារាងមូលវិញដែលគេហៅថាក្បាច់ចង្វាយនៅក្នុងក្បាច់ចង្វាយនេះពេលខ្លះអាចមានលម្អទៅដោយរូបបុគ្គលហើយនៅលើក្បាច់ចង្វាយនេះផងដែរគឺលម្អទៅដោយក្បាច់ស្លឹកឈើបញ្ឈរឡើងទៅលើចំណែកឯនៅចុងនៃផ្តែរគឺមានលម្អទៅដោយក្បាច់បុគ្គលក្នុងស៊ុមដែលជំនួសទៅដោយរឿងព្រះពុទ្ធសាសនាមហាយានសម្រាប់ព្រះកាលវិញគឺនៅសិតសឹងតែគ្រប់ផ្តែរទាំងអស់នៅក្នុងរចនាបថបាយ័នគឺគេនិយមធ្វើព្រះកាលមានចង្កូមនៅកែមាត់ដែលវាជាលក្ខណៈពិសេសមួយសម្រាប់ឲ្យយើងចំណាំឬក៏សម្គាល់បានចំពោះរចនាបថបាយ័ននេះហើយព្រះកាលគឺមានសភាពធ្លាក់ចុះមកក្រោមនៃផ្តែរខ្លាំងពោលគឺមាត់ព្រះកាលគឺនៅជាប់នឹងគែមនៃផ្តែរដែលខំនៅក្បាច់ចង្វាយដែលលៀនចេញមកផងដែរសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលទស្សនាវីដេអូនេះដល់ចប់